រឿងសូមជូនរឿងកូនដឹងគុណនៅឆ្ងាយដាច់ស្រយាលពីទីក្រុងដ៏អ៊ូអរមានភូមិតូចមួយឈ្មោះថាភូមិសុកសាដែលស្ថិតនៅជាប់នឹងជើងភ្នំខៀវស្រងាត់នៅទីនោះខ្យល់អាកាសបរិសុទ្ធបក់កាត់វាលស្មៅពណ៌បៃតងខ្ចីជារៀងរាល់ថ្ងៃនៅគៀមជើងភ្នំមានផ្លូវតូចមួយធ្វើពីឫស្សីប្រក់ស្លឹកត្នោតចាស់ៗដែលជាជំរកដ៏កក់ក្ដៅរបស់ក្មេងប្រុសម្នាក់ឈ្មោះសុភ័ក្រនិងម្ដាយរបស់គេគឺយាយម៉ៃជារៀងរាល់ព្រឹកនៅពេលដែលពន្លឺព្រះអាទិត្យមិនទាន់រះពេញលេញហើយសន្សើមនៅដក់ជាប់ចុងស្លឹកស្មៅនៅឡើយសំឡេងមាន់រងាវឆ្លើយឆ្លងគ្នាបានដាស់សុភ័ក្រឲ្យក្រោកពីដំណេកយុវជនរូបនេះមិនដែលដេកទ្រមុខឡើយគេក្រោកឡើងដោយថ្នមដើម្បីកុំឲ្យឮសូរសំឡេងដល់ម្ដាយដែលកំពុងងក់ក្នុងដំណេកសុភ័ក្រដើរទៅកាន់មាត់អូរដែលនៅមិនឆ្ងាយពីផ្ទះប៉ុន្មានទឹកអូរត្រជាក់ស្រេកប៉ុន្តែសុភ័ក្រមិនញើសឡើយគេដងទឹកដាក់ធុងរួចរែកមកចាក់បំពេញពីងធំនៅក្បែរចណ្ដាលផ្ទះបន្ទាប់មកគេចាប់ផ្ដើមបង្កាត់ភ្លើងសំឡេងអុកឆេះលាន់ឮសូរប្រក់និងផ្សែងហុយតិចចេញពីចង្ក្រានដីដុតបានក្លាយជាសញ្ញានៃការចាប់ផ្ដើមថ្ងៃថ្មីគេដាំទឹករៀបចំដាំបាយនិងស្ងោរបន្លែដែលគេបានបេះពីចំការក្រោយផ្ទះខណៈពេលដែលបាយកំពុងពុះសុភ័ក្រចាប់កាន់អំបោសដើរអោសសម្អាតលាផ្ទះយ៉ាងមានរបៀបស្លឹកឈើស្ងួតត្រូវបានប្រមូលផ្តុំជារូបរាងយ៉ាងស្អាតទោះបីជាផ្ទះរបស់គេក្រីក្រគ្មានគ្រឿងសង្ហារិមថ្លៃថ្នូរប៉ុន្តែភាពស្អាតបាតនិងរបៀបរៀបរយបានធ្វើឲ្យកូនតូចនេះមានសេរីសួស្តីលើសផ្ទះអ្នកមានមួយចំនួនទៅទៀតនៅពេលយាយម៉ៃបើកភ្នែកឡើងគាត់តែងតែឃើញកូនប្រុសរបស់គាត់កំពុងមមាញឹកនឹងការងារជានិច្ចគាត់មានអារម្មណ៍អាណិតកូនជាគុណពេកព្រោះតាំងពីស្វាមីគាត់ចែកឋានទៅសុភ័ក្រដែលនៅក្មេងខ្ចីត្រូវរ៉ាប់រងការងារធ្ងន់ជុំមកឪពុកទាំងអស់យាយម៉ៃដើរចុះពីផ្ទះទាំងត្រេកត្រោលកូនសម្លាញ់ហេតុអីក៏កូនក្រោកពីព្រលឹមម្លេះទុកឲ្យម៉ែជួយបោកជួយចំអិនខ្លះទៅកូនអត់ណាស់ហើយសុភ័ក្រញញឹមយ៉ាងស្រស់រួចដើរទៅកាន់ដៃម្ដាយនៅក្ដីគោរពម៉ែអើយកូនមិនហត់តតែសោះការងារទាំងនេះវាស្រាលដូចជារោងសត្វបើប្រៀបធៀបនឹងការដែលម៉ែចិញ្ចឹមបីបាច់កូនតាំងពីបាតជើងក្រហមរហូតមកដល់សប្តាហ៍ថ្ងៃនេះម៉ែសម្រាប់ចុះម៉ែគ្រាន់តែអង្គុយមើលកូនធ្វើនិងដល់កម្លាំងចិត្តឲ្យកូនវាគ្រប់គ្រាន់ណាស់ទៅហើយកូនចង់ឃើញម៉ែមានសុខភាពល្អនិងរស់នៅបានយូរអង្វែងជាមួយកូនណាម៉ែក្រោយពីទទួលទានអាហារពេលព្រឹករួចសុភ័ក្រត្រូវលីដំបងនិងកន្ត្រកដើរចូលទៅក្នុងព្រៃដើម្បីរកអុកនិងបេះបន្លែព្រៃយកទៅលក់នៅឯផ្សារក្នុងភូមិជួនកាលមេឃក្តៅបែកញើសសស្រាក់ជួនកាលមេឃភ្លៀងជោកជាំប៉ុន្តែក្នុងចិត្តរបស់សុភ័ក្រមិនដែលពោលពាក្យថាហត់ម្ដងណាឡើយរាល់កាក់រាល់សេនដែលគេរកបានគេតែងតែយកមកប្រគល់ជូនម្ដាយទាំងអស់ដើម្បីទុកសម្រាប់ទិញម្ហូបអាហារនិងថ្នាំសង្កូវនៅពេលយប់ក្រោមពន្លឺចង្កៀងព្រេងការទូចមួយសុភ័ក្រតែងតែអង្គុយច្របាច់ជើងឲ្យម្ដាយរួចនិយាយរឿងរ៉ាវប្លែកៗតែគេបានជួបក្នុងព្រៃឲ្យម្ដាយស្ដាប់ដើម្បីឲ្យគាត់បានសប្បាយចិត្ត
មុននឹងចូលគេជីវិតរបស់ពួកគេទោះបីជាខ្វះខាតផ្នែកសម្ភារៈប៉ុន្តែផ្នែកផ្លូវចិត្តវិញគឺពោរពេញទៅដោយភាពកក់ក្ដៅនិងកតញ្ញូតាធម៌មិនអាចកាត់ថ្លៃបានពេលវេលាបានរំកិលទៅមុខដូចជាទឹកហូរពីមួយថ្ងៃទៅមួយថ្ងៃពីមួយឆ្នាំទៅមួយឆ្នាំសុភ័ក្រដែលធ្លាប់តែជាក្មេងប្រុសតូចម្នាក់បានលូតកម្ពស់ខ្ពស់ស្រឡះមានសាច់ដុំមាំមួននិងចិត្តគំនិតទូលំទូលាយដូចជាមហាសមុទ្រធំល្វឹងល្វើយទោះបីជាមានរូបរាងសង្ខារនិងមានកម្លាំងខ្លាំងក្លាយ៉ាងណាក៏ដោយក៏សុភ័ក្រមិនដែលភ្លេចខ្លួនឬចង់ចាកចេញពីម្ដាយទៅរកក្តីសុខផ្ទាល់ខ្លួនឡើយគេនៅតែជាកូនប្រុសដ៏កតញ្ញូដែលនៅក្បែរយាយម៉ៅជានិច្ចនៅល្ងាចថ្ងៃមួយសុភ័ក្រដែលមេឃចាប់ផ្ដើមប្រែពណ៌ទៅជាខ្មៅងងឹតខ្យល់ព្យុះបានបក់បោកមកយ៉ាងខ្លាំងគោលិនឬសូរក្រហមពេញអាកាសបញ្ជាក់ពីប្រផ្នូលមិនល្អមួយនៅយប់នោះឯងយាយម៉ៅចាប់ដើមមានអាការៈមិនស្រួលខ្លួនគាត់មានអារម្មណ៍ថារងាក្នុងឆ្អឹងប៉ុន្តែស្បែកខាងក្រៅក្តៅដូចរងើកភ្លើងយាយម៉ៅបានដេកងោដោយក្តីឈឺចាប់សុភ័ក្រម៉ែមានអារម្មណ៍ថាវិលមុខណាស់កម្លាំងម៉ែហាក់ដូចជារលាយអស់ហើយសុភ័ក្រស្លន់ស្លោជាខ្លាំងគេប្រញាប់យកកន្សែងជ្រលក់ទឹកត្រជាក់មកជូតខ្លួនឲ្យម្ដាយពេញមួយយប់គេអង្គុយក្បែរមាត់ទ្វារសម្លឹងមើលមេឃដែលកំពុងភ្លៀងខ្លាំងដោយបន់ស្រន់ដល់វត្ថុស័ក្តិសិទ្ធិសូមឲ្យម្ដាយបានធូរស្បើយប៉ុន្តែរហូតដល់ព្រឹត្តិការណ៍យាយម៉ៅកាន់តែធ្ងន់ទៅគាត់ចាប់ផ្ដើមនិយាយរវើរវាយនៃរបស់គាត់បិទចិត្តហើយដង្ហើមហាក់ដូចជាខ្សោយទៅដោយមិនបង្អង់យូរសុភ័ក្របានរត់កាត់វាលស្រែទាំងហត់នឿយទៅកាន់ផ្ទះរបស់លោកគ្រូពេទ្យបុរាណម្ចាស់ភូមិលោកគ្រូពេទ្យដែលមានសក់សស្គូសបានមកពិនិត្យជីពចររបស់យាយម៉ៅដោយទឹកមុខស្រពោនគាត់ដកដង្ហើមធំរួចគ្រវីក្បាលយឺតសុភ័ក្រម្ដាយឯងមានជំងឺចម្លែកម្យ៉ាងដែលបណ្ដាលមកពីខ្យល់អាកាសពុលក្នុងព្រៃភ្នំឆ្នាំធម្មតាដែលខ្ញុំមានមិនអាចជួយសង្គ្រោះគាត់បានឡើយជំងឺនេះនឹងលេបល្បាក់ជីវិតគាត់ក្នុងរយៈពេលមិនយូរប៉ុន្មានទេណាក្មួយសម្ដីនេះបានធ្វើឲ្យសុភ័ក្រដូចជាត្រូវរន្ទះបាញ់ចំកណ្ដាលដើមទ្រូងគេលោកជង្គង់ចុះចាប់ដៃគ្រូពេទ្យទាំងទឹកភ្នែកលោកគ្រូសូមជួយម៉ែខ្ញុំផងទោះបីជាត្រូវលះបង់អ្វីក៏ដោយក៏ខ្ញុំព្រមដែរឲ្យតែម៉ែខ្ញុំរស់លោកគ្រូពេទ្យសម្លឹងទៅកាន់កំពូលភ្នំខ្ពស់ដែលបាំងដោយពពករួចនិយាយទាំងសំឡេងស្រទន់មានផ្លូវតែមួយគត់ប៉ុន្តែវាប្រៀបដូចជាការទៅរកសេចក្តីស្លាប់អញ្ចឹងនៅលើកំពូលភ្នំព្រះសុផុនដែលខ្ពស់ជាងគេបង្អស់មានស្រះទឹកមួយដែលដុកកាម្យ៉ាងឈ្មោះថាកាជលសាកាលនេះមានពណ៌ស្អាតនិងមានពន្លឺភ្លឺដូចពេជ្រវាមានអំណាចអាចព្យាបាលជំងឺគ្រប់យ៉ាងនិងផ្ដល់ជីវិតថ្មីបានប៉ុន្តែផ្លូវឡើងទៅទីនោះពោរពេញដោយគ្រោះថ្នាក់សត្វសាហាវនិងអាកាសធាតុដ៏សែនត្រជាក់មនុស្សជាច្រើនដែលចង់ទៅយកការនោះមិនដែលបានត្រឡប់មកវិញឡើយសុភ័ក្រងាកទៅសម្លឹងមើលម្ដាយដែលកំពុងស្លេកស្លាក់ក្នុងចិត្តរបស់គេមិនមានភាពភ័យខ្លាចឡើយប៉ុន្តែបែរជាពោរពេញដោយការប្រាជ្ញាចិត្ត
គេគិតក្នុងចិត្តថាបើគ្មានម៉ែជីវិតកូនក៏គ្មានន័យអ្វីដែរបើទោះជាភ្នំនោះខ្ពស់ដល់មេឃឬមានបីសាយសាហាវយ៉ាងណាក៏ដោយកូនត្រូវតែទៅយកថ្នាំមកជួយម៉ែឲ្យបានសុភ័ក្របានរៀបចំថ្នាំខ្លះទុកឲ្យម្ដាយរួចពឹងពាក់អ្នកជិតខាងឲ្យជួយមើលថែគាត់មួយរយៈគេកាន់ដំបងមួយនឹងស្បោដាក់ស្បៀងបន្តិចបន្តួចរួចក៏សំពះដល់ក្បាលដំណេកម្ដាយម៉ែអើយសូមម៉ែរងចាំកូននឹងនាំយកក្តីសង្ឃឹមមកជួយម៉ែវិញយុវជនកតញ្ញូរូបនេះបានដើរចេញពីខ្ទមតូចតម្រង់ទៅរកភ្នំដ៏ខ្ពស់សន្លឹមដែលមើលទៅគួរឲ្យខ្លាចប៉ុន្តែសម្រាប់សុភ័ក្រវាគឺជាសមរភូមិដែលគេត្រូវតែឈ្នះដើម្បីជីវិតរបស់ស្ត្រីដែលគេស្រឡាញ់នោះបន្ទាប់ពីបានលាម្ដាយទាំងទឹកភ្នែកសុភ័ក្របានបោះជំហានយ៉ាងលឿនតម្រង់ទៅជួបភ្នំព្រះសុភ័ណ្ឌដែលបាំងដោយអ័ព្ទក្រាស់ឃ្មឹកក្នុងចិត្តរបស់គេគ្មានអ្វីក្រៅពីរបាំងមុខម្ដាយដែលកំពុងដេកស្ពឹកស្រពន់នោះទេគេដឹងថារាល់នាទីដែលកន្លងផុតទៅគឺជាការប្រជែងនឹងសេចក្តីស្លាប់ដើម្បីដណ្ដើមយកជីវិតម្ដាយមកវិញនៅពេលឈានជើងចូលដល់មាត់ព្រៃពន្លឺព្រះអាទិត្យចាប់ផ្ដើមត្រូវបានបាំងបិទដោយមែកឈើធំដែលដុះប្រតិក្រឡាគ្នាដូចជាបណ្ដាញយក្សអញ្ចឹងសំឡេងបក្សីយំឆ្លើយឆ្លងគ្នាដែលធ្លាប់តែពីរោះបែរជាឮសូរគួរឲ្យខ្លាចនៅក្នុងព្រៃជ្រៅនេះសុភ័ក្រត្រូវប្រើកាំបិតកាប់ឆ្កាវរនិងបន្លាស្រួចដែលដុះរពាត់ពេញព្រៃជើងរបស់គេត្រូវបានបន្លាមុតឈាមហូរស្រស្រាក់ប៉ុន្តែគេមិនទាំងឲ្យមើលមុខរបួសផងភ្នែករបស់គេនៅតែសម្លឹងទៅមុខត្រង់មុខជានិច្ចនៅថ្ងៃទី2សុភ័ក្របានមកដល់មាត់ស្ទឹងដ៏ធំមួយដែលមានទឹកហូរខ្លាំងដូចទឹកបាក់ទំនប់គ្មានស្ពានគ្មានទូកសម្រាប់ឆ្លងឡើយគេបានសម្រេចចិត្តលោតចុះទៅក្នុងទឹកដ៏ត្រជាក់ស្រេករួចហែលប្រយុទ្ធនឹងរលកទឹកយ៉ាងស្វិតស្វាញកម្លាំងទឹកបានរុញគេទៅបោកនឹងដុំថ្មប៉ុន្តែសុភ័ក្របានតោងមែកឈើជាប់រួចវាឡើងលើគោកទាំងទៅទឹកជោកគេបានសម្រាកដកដង្ខៅមួយរំពេចរួចនិយាយតិចថាម៉ែអើយកូនមិនចុះចាញ់ឡើយកូនត្រូវឆ្លងសមុទ្រលើកូនត្រូវតែទៅឲ្យដល់ដែរនៅរសៀលថ្ងៃដដែលខណៈដែលសុភ័ក្រកំពុងដើរកាប់ព្រៃឫស្សីគេបានឮសំឡេងស្រែកងោដោយការឈឺចាប់ជួយខ្ញុំផងសុភ័ក្រឈប់ងាក់រួចក៏ដើរតាមសំឡេងក៏ឃើញសត្វស្វាតូចមួយដែលមានរោមពណ៌ប្រផេះចាប់ជាប់នឹងអន្ទាក់ដែករបស់វាព្រៃជើងរបស់វាត្រូវដែកគៀបជាប់ហូរឈាមក្រហមច្រាលក្នុងចិត្តសុភ័ក្រមានការរារែកមួយរំពេចបើអញឈប់ជួយសត្វនេះអញនឹងខាតពេលច្រើនប៉ុន្តែម្ដាយអញកំពុងរងចាំឆ្នាំប៉ុន្តែបើអញដើរចេញតើសត្វនេះនឹងត្រូវស្លាប់ដោយការជឿចាប់មិនខានដោយក្តីមេត្តាដែលម្ដាយធ្លាប់បង្រៀនតាំងពីតូចសុភ័ក្រក៏សម្រេចចិត្តចូលទៅជួយគេប្រើកម្លាំងបាយកាច់បំបាក់ដែកអន្ទាក់នោះចេញរួចយកថ្នាំបិទមុខរបួសឲ្យសត្វស្វានោះយ៉ាងថ្នមសត្វស្វានោះដែលមិនមែនជាសត្វស្វាធម្មតា
ប៉ុន្តែជាសត្វស្វាទេពដែលយាមព្រឹកភ្នំបានប្រែជាមានសំឡេងដូចមនុស្សរួចនិយាយថាយុវជនអើយយុវជនចិត្តធម៌អើយឯងមានចិត្តមេត្តាណាស់ទោះបីជាឯងកំពុងប្រញាប់ដើម្បីជួយជីវិតម្ដាយក៏ដោយក៏ឯងមិនបោះបង់ជីវិតដ៏តូចទាបដូចជាយើងដែរដើម្បីតបស្នងសងគុណខ្ញុំនឹងនាំផ្លូវឯងតាមផ្លូវកាត់ដែលមិនសូវមានគ្រោះថ្នាក់នឹងនាំឯងទៅកាន់ជើងភ្នំព្រះសុផនឲ្យបានឆាប់បំផុតសត្វស្វាបានលោតពីមែកឈើមួយទៅមែកឈើមួយទៀតដោយនាំផ្លូវសុភ័ក្រកាត់តាមល្អាងថ្មដ៏អាចកំបាំងដែលមនុស្សធម្មតាមិនដែលបានឃើញផ្លូវនេះមានការព្រៃក្រអូបផ្សាយភៀងដែលជួយឲ្យសុភ័ក្របាត់អស់ការនឿយហត់នៅយុគនោះក្រោមពន្លឺព្រះច័ន្ទពេញបរមីសុភ័ក្របានសម្រាកនៅមាត់រូងភ្នំជាមួយសត្វស្វាគេសម្លឹងមើលទៅផ្កាយនៅលើមេឃរួចនឹកឃើញដល់ស្នាមញញឹមរបស់ម្ដាយគេដឹងថាឥឡូវនេះគេបានមកដល់ពាក់កណ្ដាលផ្លូវហើយសត្វស្វាបានប្រាប់សុភ័ក្រថានៅខាងមុខគឺជាចំណោតភ្នំដ៏ខ្ពស់បំផុតដែលជាកន្លែងសាកល្បងចិត្តអត់ធ្មត់ឯងត្រូវតែមានចិត្តរឹងប៉ឹងដូចថ្មទើបអាចឡើងទៅដល់កំពូលបានសុភ័ក្រដាក់ដៃយ៉ាងណែនទឹកមុខពោពេញដោយក្តីសង្ឃឹមគេដឹងថាការធ្វើល្អចំពោះសត្វស្វានេះគឺជាបុណ្យកុសលដែលនាំផ្លូវគេឲ្យខិតទៅចិត្តការសង្គ្រោះម្ដាយរបស់គេការធ្វើដំណើរក្នុងព្រៃព្រឹក្សានេះមិនត្រឹមតែជាការសាកល្បងកម្លាំងកាយប៉ុណ្ណោះទេប៉ុន្តែវាគឺជាការសាកល្បងទឹកចិត្តដ៏កតញ្ញូដ៏បរិសុទ្ធរបស់គេផងដែរបន្ទាប់ពីបានបែកផ្លូវពីសត្វស្វាទេពនៅត្រង់ចំណុចជើងភ្នំសុភ័ក្រត្រូវប្រឈមមុខនឹងឧបសគ្គដ៏ធំធេងបំផុតក្នុងជីវិតនៅពីមុខគេគឺភ្នំព្រះសុផនដែលលយខ្ពស់ទៅក្នុងអាកាសហាក់ដូចជាចង់ចាក់ធូបមេឃកំពូលភ្នំត្រូវបានគ្របដណ្ដប់ដោយព្រឹលពណ៌សនិងអ័ក្សត្រជាក់ស្រេបដែលមើលទៅមិនឃើញផ្លូវឡើងសោះឡើយសុភ័ក្រចាប់ដើមឡើងចំណោតភ្នំដោយប្រើរាងដៃទាំងពីរតោងជាប់នឹងដុំថ្មស្រួចរាល់ជំហានដែលគេឈានឡើងគឺសុទ្ធតែជាការប្រថុយជីវិតខ្យល់ភ្លុងបក់មកវូខ្លាំងហាក់ដូចជាចង់បោកបក់រាងកាយដ៏តូចទាបរបស់គេឲ្យធ្លាក់ទៅក្នុងជ្រោះដ៏សែនជ្រៅម្រាមដៃរបស់គេចាប់ដើមស្ពឹកដោយសារភាពត្រជាក់ហើយមុខរបួសចាស់ក៏ចាប់ដើមឈឺចាប់ឡើងវិញអត់ធ្មត់សុភ័ក្រឯងត្រូវតែអត់ធ្មត់គេប្រាប់ខ្លួនឯងជារឿយក្នុងខណៈនោះភាពនឿយហត់នឹងការស្រេកឃ្លានបានចូលមកលុកលុយរាងកាយគេយ៉ាងខ្លាំងនេករបស់គេចាប់ដើមងើបស្លុកគេមានអារម្មណ៍ថាចង់តែទម្លាក់ខ្លួនដេកនៅទីនោះហើយលែងចង់ធ្វើអ្វីទាំងអស់ប៉ុន្តែរូបភាពម្ដាយដែលកំពុងធ្ងន់គឺនៅលើគ្រែបានរត់មកក្នុងខួរក្បាលគេម្ដងទៀតដែលជាកម្លាំងរុញច្រានឲ្យគេមានថាមពលតស៊ូបន្តខណៈដែលសុភ័ក្រវាមកដល់ពាក់កណ្ដាលភ្នំស្រាប់តែមានពន្លឺមួយពណ៌ស្វាយបានភ្លឺឡើងនៅពីមុខគេមានមេត្តាដំបងម្នាក់អង្គុយនៅលើដុំថ្មធំមួយគាត់មានសក់សវែងអន្លាយដល់ដីពុកចង្កាសដូចសំឡីនឹងកាត់ដំ
បងឈើម្យ៉ាងដែលមានក្បាលជារូបនាគភ្នែករបស់លោកតាសម្លឹងមើលសុភ័ក្រដោយទឹកមុខមាំមិនគួរឲ្យខ្លាចលោកតាពោលឡើងដោយសំឡេងខ្លាំងដូចគោលឈប់សិនយុវជនឈប់ងងឯងកំពុងធ្វើអ្វីឯងដឹងទេថាកំពូលភ្នំនេះគឺជាទីកន្លែងហាមឃាត់សម្រាប់មនុស្សជាច្រើនដែលមានឋានៈខ្ពស់ជាងឯងមានកម្លាំងខ្លាំងជាងឯងក៏សុទ្ធតែបានខ្លាចជាចំណីសត្វសាហាវនឹងប្រជិតស្លាប់នៅទីនេះដែរចូលត្រឡប់ទៅវិញភ្លាមទៅបើឯងនៅស្រឡាញ់ជីវិតសុភ័ក្រលុបជង្គង់ចុះទាំងខ្លួនប្រាណញោមទន្ទ្រាក់លោកតាអើកូនមិនមែនមកទីនេះដើម្បីស្វែងរកនាគមាសប្រាក់ឬអំណាចអ្វីឡើយកូនមកទីនេះដើម្បីតែការជលសាមួយតងប៉ុណ្ណោះដើម្បីទៅជួយសង្គ្រោះម្ដាយរបស់កូនដែលកំពុងស្ថិតក្នុងមាត់មច្ចុរាជបើលោកតាអាណិតសូមបើកផ្លូវឲ្យកូនទៅផងចុះលោកតាសើចក្អាយរួចនិយាយលបួងថាបណ្ដោយឯងចាស់ហើយគង់តែស្លាប់នោះដែរហេតុអ្វីឯងត្រូវមកស្លាប់ជួបគាត់មើលចុះបើឯងត្រឡប់ទៅវិញឥឡូវនេះខ្ញុំនឹងប្រគល់ភ្នែកទឹកមួយដែលអាចឲ្យឯងមើលឃើញកំណប់មាសក្នុងដីឯងនឹងក្លាយជាអ្នកមានបំផុតក្នុងលោកឯងនឹងមានប្រពន្ធស្អាតនឹងរស់នៅក្នុងវិមានដ៏ស្កឹមស្កៃតើវាមិនល្អជាងការមកស្លាប់នៅទីនេះទេឬសុភ័ក្រងើបមុខឡើងទឹកភ្នែកហូរស្រក់កាត់ភ័ណ្ឌដែលប្រឡាក់ដោយដីប៉ុន្តែភ្នែករបស់គេបង្ហាញពីភាពមុតមាំមិនងាករេលោកតាទោះបីជាមានមាសកាក់គោដូចភ្នំឬមានវិមានដ៏អស្ចារ្យយ៉ាងណាក៏វាមិនអាចជំនួសស្នាមញញឹមរបស់ម្ដាយកូនបានឡើយបើកូនរស់នៅដោយគ្មានម្ដាយបើកូនមានក្តីសុខលើការស្លាប់របស់ម្ដាយតើឲ្យកូនរស់នៅធ្វើអ្វីទៀតកូនសុខចិត្តស្លាប់នៅទីនេះជាជាងត្រឡប់ទៅវិញដោយគ្មានខ្លាំងជួយគាត់រំពេចនុកសំឡេងសើចរបស់លោកតាក៏ប្រែជាទន់ភ្លន់រាងកាយដែលធ្លាប់តែចាស់ជរាក៏មិនចេញពន្លឺចែងចាស់ប្រែជាទេវតាដ៏ស្អាតសង្ហាម្នាក់ទេវតាលោកញញឹមយ៉ាងកក់ក្ដៅឬពោលថាល្អណាស់សុភ័ក្រទឹកចិត្តកតញ្ញូរបស់ឯងពិតជាអាចបង្រួបដោយឋានសួគ៌មែនយើងគឺជាទេវតាដែលរក្សាភ្នំនេះយើងបានចាំមើលឯងតាំងពីជើងភ្នំមកម្លេះឯងបានជាប់ការសាកល្បងហើយទេវតាបានហុចដំបងនេះមុខឲ្យទៅសុភ័ក្រចូលកាន់ដំបងនេះទៅរាល់ពេលដែលឯងហត់វានឹងផ្ដល់កម្លាំងឲ្យឯងរាល់ពេលដែលឯងជួបសត្វសាហាវវានឹងការពារឯងហើយវានឹងនាំផ្លូវឯងទៅកាន់ស្រះទឹកដោយសុខភាពចូលទៅចុះកូននឹងគុណសុភ័ក្រសំពះអរគុណទេវតាទាំងក្តីរំភើបជាទីបំផុតគេមានអារម្មណ៍ថារាងកាយរបស់គេស្រាលដូចសម្លៃហើយភាពឈឺចាប់ទាំងឡាយក៏រលាយបាត់អស់គេចាប់កាន់ដំបងមុនអាគមរួចបោះជំហានឆ្ពោះទៅកាន់កំពូលភ្នំដែលនៅជិតបង្កើនដោយសង្ឃឹមយ៉ាងពេញទំហឹងបន្ទាប់ពីទទួលបានដំបងមុនអាគមពីទេវតាសុភ័ក្រមានអារម្មណ៍ថារាងកាយរបស់គេពោពេញដោយថាមពលដ៏មហិមាគេបន្តដំណើរឡើងទៅលើកាន់តែខ្ពស់ឆ្លងកាត់ទាំងពពកដ៏ក្រាស់ឃ្មឹក
ដែលមើលទៅដូចជាមហាសមុទ្រចម្លៃពណ៌សរំពេចនោះខ្យល់បក់បោកដ៏ខ្លាំងនិងភាពត្រជាក់ស្រេកកាលពីមុនក៏បានរលាយបាត់คล้ายទៅជាខ្យល់ជំនោរដ៏ទន់ភ្លន់និងក្លិនក្រអូបប្រហើរដែលសុភ័ក្រមិនដែលបានហាត់ពីមុនមកក្នុងជីវិតនៅពេលឈានជើងដល់កំពូលភ្នំខ្ពស់បំផុតសុភ័ក្រស្ទើរតែមិនជឿនឹងភ្នែកខ្លួនឯងនៅទីនោះមិនមែនជាផ្ទាំងថ្មចោតគួរឲ្យខ្លាចឡើយប៉ុន្តែគឺជាវាលស្មៅពណ៌មាសនិងមានផ្កាព្រៃតូចៗរីកស្គុះស្គាយនៅកណ្ដាលនោះមានស្រះទឹកដ៏ធំមួយដែលមានទឹកថ្លាដូចកញ្ចក់រហូតអាចមើលឃើញដល់បាតស្រះដែលមានខ្សាច់ពណ៌ប្រាក់នៅកណ្ដាលស្រះទឹកនោះឯងមានពន្លឺពណ៌សចែងចាំងជះមកវាគឺជាផ្កាជលសាដែលមានត្របក9ស្រទាប់រីកយ៉ាងត្រកាលលើផ្ទៃទឹកផ្កានោះមិនត្រឹមតែស្អាតទេប៉ុន្តែវាបញ្ចេញពន្លឺព្រាលដូចជាផ្កាយធ្លាក់ពីលើមេឃមកក្នុងទឹកអញ្ចឹងខណៈដែលសុភ័ក្ររៀបនឹងដើរទៅក្បែរមាត់ស្រះត្រាប់តែផ្ទៃទឹកដែលធ្លាប់តែស្ងប់ស្ងាត់ក៏ចាប់ផ្ដើមមានរលកបោកបក់យ៉ាងខ្លាំងរំពេចនោះបាល់នាគរីពណ៌សដ៏ធំមហិមាបានងើបឡើងពីក្នុងទឹកភ្នែកក្រឡេកមើលសុភ័ក្រដោយអំណាចនាគរីនោះនិយាយដោយសំឡេងគ្រហឹមថាមនុស្សលោកអើយទីនេះគឺជាទីសក្ការៈការជលសានេះជាដង្ហើមនៃភ្នំព្រះសោភ័ណ្ឌតើឯងជាអ្នកណាបានជាហ៊ានមកយកវត្ថុដ៏មានតម្លៃនេះសុភ័ក្រមិនភ័យខ្លាចឡើយគេលុតជង្គង់ចុះរួចលើកដំបងដែលទេវតាឲ្យមកនោះបង្ហាញទៅកាន់នាគរីមកពិតលោកម្ចាស់នាគរីទូលបង្គំឈ្មោះសុភ័ក្រទូលបង្គំមិនបានមកទីនេះដោយចិត្តលោភលន់ចង់បានទ្រព្យសម្បត្តិឡើយម្ដាយរបស់ទូលបង្គំក្នុងពេលនេះកំពុងស្ថិតក្នុងដំណាក់កាលចុងក្រោយនៃជីវិតបើគ្មានការនេះទេគាត់នឹងត្រូវចាកចេញពីទូលបង្គំរហូតហើយទូលបង្គំសុខចិត្តដោះដូរជីវិតខ្លួនឯងដើម្បីឲ្យម្ដាយបានរស់បន្តសូមលោកម្ចាស់មេត្តាប្រោសសត្វលោកផងចុះនាគរីសម្លឹងមើលទៅក្នុងកែវភ្នែករបស់សុភ័ក្រក៏ឃើញតែភាពស្មោះត្រង់និងក្តីស្រឡាញ់ដ៏ជ្រាលជ្រៅចំពោះម្ដាយនាគរីដឹងថាដំបងដែលសុភ័ក្រកាន់គឺជាសញ្ញាសម្គាល់ថាទេវតាបានអនុញ្ញាតរួចហើយនាគរីក៏ប្រែជាទន់ភ្លន់រួចបន្ទាបក្បាលចុះកម្រណាស់ដែលឃើញមនុស្សលោកមានចិនកតញ្ញូដល់ថ្នាក់នេះចុះឯងដើរលើខ្នងយើងទៅបេះផ្កានោះចុះប៉ុន្តែចងចាំថាឯងត្រូវបេះវាដោយដៃឆ្វេងដែលនៅក្បែរបេះដូងបំផុតទើបថ្នាំនេះមានប្រសិទ្ធភាពសុភ័ក្រដើរលើខ្នងនាគរីទៅកណ្ដាលស្រះនៅពេលដែលដៃរបស់គេប៉ះនឹងទងផ្កាគេមានអារម្មណ៍ថាដូចជាមានចរន្តកក់ក្ដៅរត់ចូលមកក្នុងខ្លួនគេបេះផ្កានោះយ៉ាងថ្នមបំផុតរួចយកវាមកដាក់ក្នុងក្រណាត់សស្អាតដែលគេត្រៀមទុករំពេចនោះផ្កាជលសាក៏បានបញ្ចេញពន្លឺកាន់តែខ្លាំងហាក់ដូចជាវាដឹងថាវាត្រូវទៅបំពេញភារកិច្ចដ៏វិសេសវិសាលនៅពេលទទួលបានផ្កាហើយសុភ័ក្រសំពះអរគុណនាគរីនិងទេវតាថែរក្សាភ្នំគេដឹងថា
ពេលវេលាកំពុងដើរលឿនណាស់គេត្រូវតែប្រញាប់ត្រឡប់ទៅវិញឲ្យទាន់ពេលដោយសារអំណាចនៃផ្កាយជលសានិងដំបងមន្តអាគមការធ្វើដំណើរចុះពីភ្នំដែលធ្លាប់តែចំណាយពេលច្រើនថ្ងៃក៏คล้ายជាការធ្វើដំណើរដ៏រហ័សរួចហោះក្នុងចិត្តរបស់សុភ័ក្រនៅពេលនោះគេលែងខ្វល់ពីភាពនឿយហត់គេលែងខ្វល់ពីរបួសស្នាមលើខ្លួនប្រាណគេគិតតែម្យ៉ាងគត់គឺម៉ែអើយកូនយកក្តីសង្ឃឹមមកឲ្យម៉ែបានហើយម៉ែត្រូវតែរស់នៅជាមួយកូនបន្តទៀតពន្លឺនៃផ្កាជលសានៅក្នុងដៃរបស់សុភ័ក្របានបំភ្លឺផ្លូវងងឹតក្នុងព្រៃឲ្យភ្លឺដូចជាថ្ងៃបង្ហាញពីជ័យជំនះនៃកូនដឹងគុណដែលបានយកឈ្នះលើរាល់ឧបសគ្គក្នុងលោកដើម្បីមេត្តាជាទីស្រឡាញ់នៅពេលដែលពន្លឺព្រះអាទិត្យពណ៌ក្រហមឆ្អៅចាប់ផ្ដើមលិចបាត់ទៅក្នុងជើងភ្នំសុភ័ក្របានរត់មកដល់មាត់ភូមិសុខសាន្តវិញសម្លៀកបំពាក់របស់គេរហែករហិនដោយសារបន្លាឆ្កូតរាងកាយប្រឡាក់ដោយដីខ្សាច់និងញើសស្រស់ស្រាក់ប៉ុន្តែនៅក្នុងដៃរបស់គេមានខ្ចប់ក្រណាត់សមួយដែលបញ្ចេញពន្លឺព្រាលគួរឲ្យចម្លែកនៅពេលមកដល់ក្បែរខ្ទមតូចរបស់ខ្លួនសុភ័ក្របានឮសំឡេងយំខ្សឹកខ្សួលរបស់អ្នកជិតខាងបេះដូងរបស់គេស្ទើរតែលោតចេញមកក្រៅគេប្រញាប់រត់ឡើងលើផ្ទះទាំងក្តីបារម្ភនៅទីនោះគេឃើញយាយម៉ៃកំពុងដេកស្ដុកស្ដឹងមុខមាត់ស្លេកស្លាំងដូចគ្មានឈាមមួយដំណក់អ្នកភូមិម្នាក់បាននិយាយទាំងទឹកភ្នែកថាសុភ័ក្រអើយឯងមកយឺតហើយម្ដាយឯងដកដង្ហើមញាប់ណាស់ប្រហែលជាគាត់រងចាំឯងលេងរួចហើយសុភ័ក្រមិនមាត់អ្វីឡើយគេចូលទៅជិតម្ដាយរួចសឹកដាក់ត្រចៀកម្ដាយថាម៉ែអើយកូនមកវិញហើយកូនយកថ្នាំមកជួយម៉ែបានហើយសូមម៉ែបើកភ្នែកមើលកូនផងដោយមិនបងអង្យូរសុភ័ក្របានដងទឹកស្អាតមួយកែវរួចដាក់របកផ្កាជលសាចូលទៅក្នុងទឹកនោះរំពេចនោះទឹកនៅក្នុងកែវក៏ប្រែពណ៌ទៅជាពណ៌មាសចែងចាំងនិងមានក្លិនក្រអូបសាយភាយពេញផ្ទះដែលធ្វើឲ្យអ្នកជុំវិញខ្លួនមានអារម្មណ៍ថាស្រស់ថ្លាភ្លាមសុភ័ក្របានប្រកងបីម្ដាយយឺតរួចនឹងចុះទឹកថ្នាំនោះចូលទៅក្នុងមាត់របស់គាត់ត្រឹមតែមួយសន្ទុះក្រោយមកអភូថៃដងក៏បានកើតឡើងសម្បុរដែលធ្លាប់តែស្លេកស្លាំងរបស់យាយម៉ៃចាប់ផ្ដើមប្រែជាផ្កាឈូកឡើងវិញដង្ហើមដែលធ្លាប់តែខ្សោយក៏ត្រឡប់មកជាដកដង្ហើមវែងនិងមានកម្លាំងយាយម៉ៃក៏ចាប់ផ្ដើមរើខ្លួនយឺតគាត់ក៏បានបើកភ្នែកឡើងក្រោយពីអភូតហេតុនៃផ្កាជលសាបានសង្គ្រោះជីវិតយាយម៉ៃឲ្យរស់រៀនមានជីវិតឡើងវិញដំណឹងនេះបានក្លាយជាប្រធានបទដ៏ក្តៅគគុកដែលអ្នកភូមិយកមកជជែកគ្នានៅគ្រប់ទិសទីមនុស្សម្នាមិនត្រឹមតែកោតសរសើរចំពោះភាពស័ក្តិសិទ្ធិនៃឱសថនោះទេប៉ុន្តែអ្វីដែលគេរំភើបចិត្តបំផុតគឺទឹកចិត្តតស៊ូដងជីវិតរបស់សុភ័ក្រដើម្បីម្ដាយរឿងរ៉ាវរបស់សុភ័ក្របានហោះកាត់វាលស្រែឆ្លងកាត់ទន្លេរហូតទៅដល់ត្រចៀករបស់ពួកអាមាត្យនិងមន្ត្រីក្នុងរាជធានី
មិនយូរប៉ុន្មានដំណឹងនេះក៏បានជ្រាបទៅដល់ព្រះរាជាដែលជាអ្នកគ្រប់គ្រងទឹកដីនោះព្រះអង្គគឺជាសត្វលោកដ៏មានបុណ្យនិងតែងតែឲ្យតម្លៃលើគុណធម៌ជាធំនៅពេលបានឮថាមានយុវជនម្នាក់ហ៊ានឡើងភ្នំព្រះសោភ័ណ្ឌដែលជាភ្នំសក្ការៈដើម្បីតែជួយម្ដាយព្រះអង្គមានការភ្ញាក់ផ្អើលនិងចង់ជួបសុភ័ក្រជាខ្លាំងព្រះអង្គមានព្រះរាជបន្ទូលថាក្នុងលោកនេះកម្រមានអ្នកណាម្នាក់ហ៊ានលះបង់ដីសុខផ្ទាល់ខ្លួនដើម្បីអ្នកដទៃទេសូម្បីតែម្ដាយបង្កើតក៏ដោយបើក្មេងប្រុសនេះមានចិត្តបរិសុទ្ធបែបនេះគេគឺជាត្បូងពេជ្រនៃនគរយើងហើយថ្ងៃមួយខណៈដែលសុភ័ក្រកំពុងតែច្របាច់ជើងឲ្យម្ដាយនៅក្រោមម្លប់ផ្ទះសំផេងសំឡេងត្រែនិងសំឡេងសេះហោះហើរបានឮសូរមកពីចម្ងាយអ្នកភូមិនីមនីរត់ចេញមកមើលក៏ឃើញក្បួនរាជរថដ៏ស្កឹមស្កៃរបស់ព្រះរាជាធ្វើដំណើរតម្រង់មកតូចៗរបស់សុភ័ក្រព្រះរាជាបានយាងចុះពីរាជរថរួចដើរមកកាន់ផ្ទះរបស់សុភ័ក្រនិងយាយម៉ៃប្រញាប់ក្រាបថ្វាយបង្គំដោយក្តីគោរពនិងភ័យខ្លាចផងប៉ុន្តែព្រះរាជាបានលើកដៃឃាត់រួចមានព្រះភក្ត្រញញឹមយ៉ាងស្រស់ជួបក្រោកឈរឡើងកូនប្រុសដ៏មានកតញ្ញូយើងមកទីនេះមិនមែនមកក្នុងនាមជាស្ដេចដែលមកគំរាមកំហែងឡើយប៉ុន្តែមកដើម្បីគោរពទឹកចិត្តដ៏វិសេសវិសាលរបស់ឯងបានបង្ហាញឲ្យពិភពលោកឃើញថាកម្លាំងនៃសេចក្តីស្រឡាញ់ចំពោះមាតាបិតាអាចយកឈ្នះលើរាល់ឧបសគ្គនិងគ្រោះថ្នាក់បានទាំងអស់ព្រះរាជាបានប្រទានរង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់ទ្រង់បានបញ្ជាឲ្យជាងជំនាញសាងសង់វិមានដ៏ស្អាតមួយសម្រាប់សុភ័ក្រនិងយាយម៉ៃរស់នៅប៉ុន្តែវិមាននោះត្រូវសាងសង់នៅលើទឹកដីភូមិចាស់របស់គេដដែលព្រោះសុភ័ក្រមិនចង់ចាកចេញពីទឹកដីកំណើតឡើយក្រៅពីដីធ្លីនិងមាសប្រាក់ព្រះអង្គបានតែងតាំងសុភ័ក្រជាមន្ត្រីយុត្តិធម៌ប្រចាំតំបន់ព្រោះព្រះអង្គជឿថាមនុស្សដែលដឹងគុណម្ដាយគឺជាមនុស្សដែលមានចិត្តធម៌បំផុតក្នុងការជួយរកយុត្តិធម៌ជូនរាស្ត្រចាប់ពីពេលនោះមកជីវិតរបស់សុភ័ក្រនិងយាយម៉ៃបានប្រែមុខមាត់ថ្មីទាំងស្រុងទោះបីជាមានឋានៈខ្ពស់មានអ្នកបម្រើឆ្វេងស្ដាំប៉ុន្តែសុភ័ក្រនៅតែរក្សាទម្លាប់ដដែលជារៀងរាល់ព្រឹកគេនៅតែក្រោកដើម្បីរៀបចំភេសជ្ជៈនិងសួរសុខទុក្ខម្ដាយមុនគេបង្អស់គេតែងតែនិយាយទៅកាន់អ្នកភូមិថាទ្រព្យសម្បត្តិនិងយុទ្ធសាស្ត្រទាំងនេះវាមិនមែនជារបស់ខ្ញុំទេវាគឺជាផលបុណ្យដែលបានមកពីការមើលថែអ្នកមានគុណបើគ្មានម៉ែក៏គ្មានខ្ញុំនៅថ្ងៃនេះដែរយាយម៉ៃរស់នៅដោយមានសេចក្តីសុខបំផុតគាត់មានមោទនភាពចំពោះកូនប្រុសរបស់គាត់លើសអ្វីទាំងអស់គេឈ្មោះកូនដឹងគុណរបស់សុភ័ក្របានក្លាយជាគំរូដ៏ល្អសម្រាប់ក្មេងៗក្នុងភូមិនិងក្នុងនគរទាំងមូលរាល់ពេលដែលមាននរណាម្នាក់ជួបការលំបាកគេតែងតែនឹកដល់រឿងរ៉ាវរបស់សុភ័ក្រដែលជាការដាស់តឿនឲ្យពួកគេមានសេចក្តីសង្ឃឹម
និងប្រកាន់ខ្ជាប់នៅសិលធម៌មេឃដីពិតជាមិនដែលបោះបង់មនុស្សល្អឡើយសេចក្តីសុខដែលសុភ័ក្រទទួលបាននៅពេលនេះគឺជាផ្លែផ្កានៃការកតញ្ញូដែលគេបានដាំតាំងពីតូចក្រីក្រមកម្ល៉េះពេលវេលាបានកន្លងផុតទៅរាប់សិបឆ្នាំដូចជាពពកដែលអណ្ដែតកាត់កំពូលភ្នំព្រះសុភ័ណ្ឌយ៉ាងស្ងប់ស្ងាត់សុភ័ក្របានធំដឹងក្តីក្លាយជាយុវជនវ័យកណ្ដាលដែលមានចំណេះដឹងនិងសិលធម៌ខ្ពស់ចំណែកឯយាយម៉ៃក៏បានឈានចូលដល់វ័យជរាជិត100ឆ្នាំប៉ុន្តែទោះបីជាពេលវេលាប្រែប្រួលយ៉ាងណាក៏ទឹកចិត្តកតញ្ញូរបស់សុភ័ក្រចំពោះម្ដាយមិនដែលថយចុះសូម្បីតែមួយសរសៃសក់នៅថ្ងៃចុងក្រោយនៃជីវិតរបស់យាយម៉ៃគាត់បានហៅសុភ័ក្រមកជិតរួចកាន់ដៃកូនប្រុសយ៉ាងជាប់គាត់និយាយដោយសំឡេងញ័រញ័រប៉ុន្តែពោពេញទៅដោយសេចក្តីសុខថាកូនសម្លាញ់ម៉ែជីវិតរបស់ម៉ែមានន័យបំផុតមិនមែនដោយសារមានវិមានដ៏ស្កឹមស្កៃឬមាសប្រាក់យ៉ាងនេះទេប៉ុន្តែគឺដោយសារម៉ែមានកូនដែលស្គាល់គុណមេត្តាបិតាការជលសាដែលកូនយកមកជួយម៉ែកាលពីមុនវាមិនត្រឹមតែព្យាបាលរាងកាយម៉ែទេប៉ុន្តែវាបានព្យាបាលចិត្តរបស់ម៉ែឲ្យរស់នៅក្នុងភាពកក់ក្ដៅរហូតមកដល់សប្តាហ៍នេះចូលកូនបន្តចែករំលែកសេចក្តីស្រឡាញ់ទៅកាន់អ្នកដទៃទៀតចុះក្រោយពីពោលពីទាំងនោះរួចយាយម៉ៃក៏បានបិទភ្នែកលងលុកក្នុងដំណេកអស់កាលតទៅដោយមានស្នាមញញឹមនៅលើបបោគាត់សុភ័ក្រទោះបីជាមានសេចក្តីសោកស្ដាយប៉ុន្តែនៅក្នុងចិត្តរបស់គេមានភាពស្ងប់ស្ងាត់ព្រោះគេដឹងថាគេបានធ្វើអ្វីគ្រប់យ៉ាងតែកូនម្នាក់គួរធ្វើសម្រាប់អ្នកមានគុណរួចរាល់ហើយដើម្បីរំលឹកដល់គុណូបការៈរបស់ម្ដាយនិងទុកជាមេរៀនសម្រាប់ក្មេងជំនាន់ក្រោយសុភ័ក្របានសាងសង់សាលាកតញ្ញូមួយនៅក្នុងភូមិនៅទីនោះគេមិនបង្រៀនអ្វីក្រៅពីរៀនរស់នៅដោយមានសិលធម៌ការដឹងគុណនិងការជួយយកអាសាគ្នាឡើយរឿងរ៉ាវនៃការធ្វើដំណើរទៅរកការជលសាក៏ត្រូវបានចាស់លើកទាំងថ្មដើម្បីដាស់តឿនចិត្តមនុស្សលោកថាមេត្តាបិតាគឺជាព្រះរូបនៅក្នុងផ្ទះរឿងរ៉ាវរបស់សុភ័ក្របានក្លាយជាដង្ហើមនៃភូមិសុខសាន្តក្មេងៗដែលស្ដាប់រឿងនេះរួចតែងតែរត់ទៅអោបម្ដាយឪពុករីឯមនុស្សចាស់ក៏មានសេចក្តីសុខនឹងកូនចៅដែលគោរពស្រឡាញ់ពួកគេភាពរីករាយបានគ្របដណ្ដប់លើទឹកដីនោះជារៀងរហូតមកនៅពេលនេះរឿងនិទានកូនដឹងគុណក៏បានឈានមកដល់ទីបញ្ចប់ហើយប៉ុន្តែអត្ថន័យនៃសេចក្តីស្រឡាញ់និងការដឹងគុណនឹងនៅដក់ជាប់ក្នុងចិត្តរបស់អស់លោកអ្នកជានិច្ចសូមឲ្យអ្នកមានអារម្មណ៍ដូចជាសុភ័ក្រនៅពេលនេះដែលកំពុងតែសម្រាកដោយចិត្តស្ងប់បន្ទាប់ពីបានបំពេញភារកិច្ចដ៏ល្អប្រពៃគ្មានអ្វីដែលត្រូវបារម្ភគ្មានអ្វីដែលត្រូវខ្វាយខ្វល់ទៀតឡើយខ្យល់អាកាសជុំវិញខ្លួនអ្នកកំពុងតែបក់មកតិចនាំមកនៅភាពត្រជាក់ស្រទន់ដូចជាក្លិនផ្កាជលសា
សូមបិទភ្នែកយឺតៗដកដង្ហើមចូលឲ្យជ្រៅហើយដកដង្ហើមចេញឲ្យអស់ពីពោះរាងកាយរបស់អ្នកចាប់ផ្ដើមស្រាលស្រទន់ស្មារតីរបស់អ្នកចាប់ផ្ដើមអណ្ដែតទៅកាន់ពិភពនៃសុបិនដ៏ផ្អែមល្ហែមដែលមានតែស្នាមញញឹមនិងសេចក្តីសុខក្នុងសុបិននោះអ្នកនឹងឃើញវាលស្មៅពណ៌បៃតងនិងពន្លឺផ្កាយដែលយាមការពារអ្នកពេញមួយយប់សូមឲ្យយប់នេះជាយប់នៃការសម្រាកដ៏អស្ចារ្យបំផុតរាត្រីសួស្តីសុបិនល្អនិងគេងលក់ស្កប់ស្កល់